បាទជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីនៅថ្ងៃនេះដែរខំញូយើងខ្ញុំសូមលើកយកព័ត៌មានមួយទាក់ទងនឹងអតីតអ្នកនិពន្ធលោកសានសេកសុខុមរិះគន់នីឡានកូនតាវីកទ័រនឹងជន់ទង់ជាតិខ្មែរបាទអតីតអ្នកនិពន្ធនិងផលិតកម្ម Sunday មួយរូបគឺលោកសានសេកសុខុមបានប្រតិកម្មជាមួយនឹងក្រុមកំ pl ែងលោកតាវីកទ័រដោយកញ្ញានីឡាត្រូវអ្នកនិពន្ធរូបនោះរិះគន់តាមសាច់រឿងនៃវីដេអូថាសិល្បៈកំ pl ែងខ្មែរគឺបែបនេះឬបាទ7ចំណុចដែលបញ្ជាក់ថានីឡាកូនស្រីលោកតាវីកទ័រនឹងមិនឲ្យតម្លៃទង់ជាតិខ្មែរហើយការបកស្រាយខាងក្រោមអាចឲ្យបងប្អូនមិត្តយល់និងជួយបញ្ចេញយោបល់បន្ថែមផងទី1នីឡានបានកាន់ដងទង់ជាតិខ្មែរដែលភ្ជាប់ជាមួយនឹងទង់ដើរចូលមកក្នុងខ្សែវៀនតិចថាកាន់ដំបងចងកណាត់សអីទៅបាទ2ស្របពេលនេះក្រូចលូនចូលខ្សែវៀននីឡានបានយកចុងដងទង់ជាតិដែលភ្ជាប់ជាមួយទង់ជាតិខ្មែរបុករុករុញគូតនេះក្រូចដើម្បីបង្កើតភាពកំប្លែងទាំងមានទង់ជាតិខ្មែរបាត់រវិចអ្នកនៅជុំវិញមិនហ៊ានហាមទេព្រោះគិតថាទង់ជាតិដែលចងភ្ជាប់នោះជាក្រណាត់ជូតរនៀបទេដឹងទី3បន្ទាប់ពីបុករុកគូតនេះក្រូចរួចនីឡានបានកាន់ទង់ជាតិចូលខ្សែវៀនយ៉ាងមានរបៀបរៀបរយព្រោះពេលនោះនាងដឹងហើយថាគឺជាទង់ជាតិខ្មែរ4កាន់បានមួយផ្លែតនាងក៏ទម្លាក់ទង់ជាតិខ្មែរចោលនៅនឹងមុខអ្នករកគ្នាផ្ទាល់នឹងខ្សែវៀនដោយគ្មាននរណាចាប់អារម្មណ៍ក៏ព្រោះតែទង់ជាតិខ្មែរមួយនេះមិនមានតម្លៃនឹងណារួចក៏លែងចុះឡើងភ្លេចខ្លួនដើរជន់ដោយក្រណាត់ជូតជើងយ៉ាងរំភើយ5ជន់បានជន់ទៅស្រួលជើងដែរតើហើយក៏គ្មានឃើញនរណាហ៊ានស្រែកហាមទោះកាមេរ៉ាមែន 3-4 នាក់កំពុងថតក៏មិនហ៊ានស្រែកប្រាប់ព្រោះនាងជាកូនមេនោះអី6បន្ទាប់ពីបណ្ដោយឲ្យកូនមេជន់ទង់ជាតិអស់ចិត្តហើយក៏ឃើញមានក្រុមការងារម្នាក់ដើរចូលមករើសយកក្រណាត់មួយផ្ទាំងនោះដែលមានពណ៌ក្រហមខៀវសនិងរូបប្រាសាទអង្គរវត្តនៅចំកណ្ដាលដើរចេញទៅ7មានអីកើតឡើងធម្មតាមែនទេរួចក៏យកទុកទៅចប់មិនស្គាល់ទង់ជាតិខ្មែរទេអីបាននាំគ្នាយកមកលេងអញ្ចឹងកំហុសអចេតនាឬបាទក្នុងនាមខ្ញុំជាអ្នកសិល្បៈម្នាក់សូមឲ្យបងអូនស្រីនីឡាឬអ្នកដឹកនាំកម្មវិធីមួយនេះចេញមកបកស្រាយកំហុសឆ្គងមួយនេះបើអាចសូមឲ្យជួយសុំទោសប្រលឹងពពកបរោះនិងបងប្អូនខ្មែរទូទាំងប្រទេសជាសាធារណៈផងខ្ញុំនឹងរងចាំតាមដានការបកស្រាយរបស់ក្រុមតារាកំ pl ែងក្រុមនេះជាពិសេសបងវីកទ័រតែម្ដងពីខ្ញុំបាទសានសេកសុខុមបាទពុកម៉ែបងប្អូននេះគឺជាការរិះគន់ពីអ្នកនិពន្ធលោកសានសេកសុខុមទៅលើកញ្ញានីឡានដែលសម្ដែងនៅក្នុងទូរទស្សន៍ CNC ដែលបានជន់ទៅលើទង់ជាតិខ្មែរផងដែរបាទសូមពុកម៉ែបងប្អូនរងចាំទស្សនាបន្តទៀតតើកញ្ញានីឡានិងក្រុមកំ pl ែងរបស់នាងនឹងតើចេញមុខបកស្រាយយ៉ាងដូចម្ដេចចំពោះបញ្ហានេះផងដែរបាទខ្ញុំបាទសូមបញ្ចប់ត្រឹមតែប៉ុណ្្នេះសិនសូមអរគុណហើយសូមធ្វើការអភ័យទោសរាល់ការអត្ថាធិប្បាយទៅមានភាពល្អល្អផងដែរបាទសូមជម្រាបលា